រូបអូនដំបងអារម្មណ៍អណ្ដែតអណ្ដូងខុសពីធម្មតាចិត្តលួចបងប្រាថ្នាតែខ្លាចជីវ៉ាអូនមានសងសាហើយចិត្តក៏ចាប់ផ្ដើមស្រឡាញ់តែអារម្មណ៍ទូមនិញមិនដឹងថាគួរធ្វើយ៉ាងណាចង់បានអូនធ្វើសងសាតែខ្លាចរោគជីវ៉ាមិនហ៊ានវាឆាមកវិញក៏ព្រុងតែរូបបងស្រឡាញ់មុខអូនគូឲ្យខ្នាញ់ខុសពីស្រីស្រីធម្មតាកែវភ្នែកអូនមិនចាំងថាស្នេហាតែមិននឹងធ្វើយ៉ាងណាបានអូនធ្វើជាគូក្រងលួចស្នេហ៍អូនលួចស្នេហ៍អូនស្នេហ៍ទាំងមិននឹងខ្លួនមិននឹងតាំងពីពេលណារវើរវីវងវែងវងវាន់មិននឹងទៅដល់ឋានណាអារម្មណ៍ក៏ស្រងថ្លាបើសិនមានអូនមកនៅក្បែរឬមួយនាទីឲ្យតែបាននៅក្បែរចរណៃមួយរយៈពេលខ្លីឲ្យតែចរណៃព្រមថាស្នេហ៍បើសិនជាការពិតបងនឹងដាក់ចិត្តកាយនៅក្បែរហើយរក្សាស្នេហ៍ឲ្យកងវងមិនសាបសូន្យដឹងទេបងលួចស្នេហ៍យូរហើយតែពេលអត្រានត្រយអូនព្រមស្នេហ៍រូបបងហើយពេលនេះអារម្មណ៍បងទន់ទើញចង់បាត់វាស្នេហ៍អូនមកធ្វើជាសងសាបងគេនឹកឃើញរាល់ថ្ងៃតែពេលណាពិសេសអូនព្រមតបស្នេហាអារម្មណ៍ពេលនេះបងកំពុងតែឯកាតើពេលណាជីវ៉ាអូនព្រមមកស្នេហ៍បងនៅតែស្នេហ៍ស្រីបងលួចស្នេហ៍យូរហើយតែពេលអត្រានត្រយអូនព្រមស្នេហ៍រូបបងហើយពេលនេះអារម្មណ៍បងទន់ទើញចង់បាត់មានស្នេហ៍អូនមកធ្វើជាសងសាបងគេនឹកឃើញរាល់ថ្ងៃតែពេលណាពិសេសអូនព្រមតបស្នេហាអារម្មណ៍ពេលនេះបងកំពុងតែឯកាតើពេលណាជីវ៉ាអូនព្រមមកស្នេហ៍បងនៅតែស្នេហ៍ស្រីឃើញរូបអូនតាំងពីដំបូងលួចលងស្នេហ៍មានស្ងួនហើយណាស្រងជីវ៉ាបែងដួងបងបញ្ជាក់ថាបងស្មោះស្នេហាពិចារណាយ៉ាងណាក៏បានត្រឹមតែលួចស្នេហ៍ចិត្តក៏ចាប់ផ្ដើមស្រឡាញ់តែអារម្មណ៍ទូមនិញមិនដឹងថាគួរធ្វើយ៉ាងណាចង់បានអូនធ្វើសងសាតែខ្លាចរូបជីវ៉ាមិនហ៊ានវាឆាមកវិញក៏ព្រុងតែរូបបងស្រឡាញ់មុខអូនគូឲ្យខ្នាញ់ខុសពីស្រីស្រីធម្មតាកែវភ្នែកអូនមិនចាំងថាស្នេហាតែមិននឹងធ្វើយ៉ាងណាបានអូនធ្វើជាគូក្រងលួចស្នេហ៍អូនលួចស្នេហ៍អូនស្នេហ៍ទាំងមិននឹងខ្លួនមិននឹងតាំងពីពេលណារវើរវីវងវែងវងវាន់មិននឹងទៅដល់ឋានណាអារម្មណ៍ក៏ស្រងថ្លាបើសិនមានអូនមកនៅក្បែរឬមួយនាទីឲ្យតែបាននៅក្បែរចរណៃមួយរយៈពេលខ្លីឲ្យតែចរណៃព្រមថាស្នេហ៍បើសិនជាការពិតបងនឹងដាក់ចិត្តកាយនៅក្បែរហើយរក្សាស្នេហ៍ឲ្យកងវង
នារីម្នាក់ដែលខ្ញុំលួចស្នេហ៍លួចមានចិនលើគេតែរូបគេមិនដឹងចង់សារព្រាមតែខ្លាចគេខឹងខ្លាចគេចិនរឹងមិនព្រមតបស្នេហាតើពេលនេះរូបស្រស់ជីវ៉ាអូនមានសង្សារឬក៏ជីវ៉ានៅទំនេរមែនទេតែពេលនេះទើបដឹងគេមិនមានសង្សារចង់សារភាពស្នេហាតែខ្លាចវាមិនអាចទៅយើងមិនសមនឹងគេគ្មានគីឡូញ៉ែទេហើយក៏មិនអាចឈរក្បែររុំគេជាដួងកាយគ្មានថ្ងៃអាចជងដល់រុំយើងជាទុនសាយជុំកិនស្រមៃថាបានខ្លាយជាសងសាជប់ប្រាថ្នាគេទៀតទៅតែពេលនេះទើបដឹងគេមិនមានសង្សារចង់សារភាពស្នេហាតែខ្លាចវាមិនអាចទៅយើងមិនសមនឹងគេគ្មានគីឡូញ៉ែទេហើយក៏មិនអាចឈរក្បែររុំគេជាដួងកាយគ្មានថ្ងៃអាចឈងដល់រុំយើងជាទុនសាយជុំកិនស្រមៃថាបានខ្លាយជាសងសាជប់ប្រាថ្នាគេទៀតទៅខ្ញុំណាក់ហ្វេកអូខេយើងជាទុនសាយចំណែកគេជាព្រះច័ន្ទគេរះគូសែនឆ្ងាយឆ្ងាយផុតពីផែនដីកុំតោងស្រវាប្រយ័ត្នធ្លាក់ដល់ដីកុំឈោងពោះពេកព្រោះវាគ្មាននិស្ស័យគេជាស្រីស្អាតចុះឯងនឹងគឺជាស្អីត្រឹមជាអ្នកចម្រៀងចេញមកមិនតាន់ល្បីឈប់កើតពីគេឈប់កើតប្រាថ្នាគ្មាននិស្ស័យនោះឡើយបានគេមកថែរក្សាស្នេហាឥឡូវគេស្នេហ៍រត់តែដុល្លារខ្លួនក្រស្បែកខ្មៅរូបរាងឯងនឹងមិនសង្ហាប្រឹងដាក់ចិត្តស្នេហ៍មានមើលខ្លួនឯងទេចាប់ដល់ចិត្តទៅកុំឲ្យគេហៅអាមកស្វា motherfucker តែពេលនេះទើបដឹងគេមិនមានសង្សារចង់សារភាពស្នេហាតែខ្លាចវាមិនអាចទៅយើងមិនសមនឹងគេគ្មានគីឡូញ៉ែទេហើយក៏មិនអាចឈរក្បែររុំគេជាដួងកាយគ្មានថ្ងៃអាច
នមានសងសាតែមិនដឹងគួរធ្វើយ៉ាងណាឲ្យជីវ៉ាបានយល់ពីចិនទេលួចគិតពីអូនរាល់ថ្ងៃចង់សារភាពប្រាប់ចូលណៃតែហ៊ានទេព្រោះមានមេនឹងបងទៅស្គាល់គ្នាតែយូរទៅអារម្មណ៍នេះក៏ស្រលាញ់អូនខ្លាំងយូរក៏បងដឹងថាមានស្ងួនមានសង្សាររួចហើយតែធ្វើខ្លួនដូចជាគ្មានបញ្ហាមិនខ្វល់ថាអូនមានសង្សារឡើយត្រឹមអើយយើងបានជួបគ្នាមិនដឹងពេលនេះយើងក្នុងតំណងអ្វីនឹងត្រឹមពេលនេះមកគិតដល់ស្រីគិតដល់អូនគិតមករំស្នួនស្រមោលស្រមៃគិតពីអូនក្រុមបែនឹងត្រឹមពេលនេះអូនក៏មានសងសាតែបងបដាមចិត្តខ្លួនឯងមិនបានទេអាចទេបើមានមេឈប់ស្រឡាញ់គេមកស្រឡាញ់បងវិញស្រឡាញ់អូនតាំងពីស្ងួនមិនទាន់មានសងសាតែមិនដឹងគួរធ្វើយ៉ាងណាឲ្យជីវ៉ាបានយល់ពីចិនទេលួចគិតពីអូនរាល់ថ្ងៃចង់សារភាពប្រាប់ចូលណៃតែហ៊ានទេព្រោះមានមេនឹងបងទៅស្គាល់តែយូរទៅអារម្មណ៍នេះក៏ស្រលាញ់អូនខ្លាំងយូរក៏បងដឹងថាមានស្ងួនមានសង្សាររួចហើយតែធ្វើខ្លួនដូចជាគ្មានបញ្ហាមិនខ្វល់ថាអូនមានសង្សារឡើយត្រឹមអើយយើងបានជួបគ្នាមិនដឹងពេលនេះយើងក្នុងតំណងអ្វីនឹងត្រឹមពេលនេះមកគិតដល់ស្រីគិតដល់អូនគិតមករំស្នួនស្រមោលស្រមៃគិតពីអូនក្រុមបែនឹងត្រឹមពេលនេះអូនក៏មានសងសាតែបងបដាមចិត្តខ្លួនឯងមិនបានទេអាចទេបើមានមេឈប់ស្រឡាញ់គេមកស្រ